សំឡំជួគ្រឿងស្លោបែបរៀងក្តៅក្តៅចាបោកឲ្យជូរលះទៀតតបងប្អូនអើយទឹកស្លនឹងគឺមានជាតិម៉េះសាច់ត្រីពោខ្ញុំស្លនេះអត់មានក្លិនឆ្អាបសូម្បីតែ 1% បងប្អូនដោយសារតែការធ្វើរបស់ខ្ញុំនេះធានាឲ្យថាទឹកស្លក៏មានជាតិរីឯក្លិននឹងក៏ឈ្ងុយដែរចំពោះសាច់ត្រីមុននឹងយកទៅស្លគឺខ្ញុំតែងតែប្រឡាក់ជាមួយនឹងគ្រឿងបែបនេះសិនកាលណាយើងប្រឡាក់គ្រឿងជាមួយនឹងសាច់ត្រីផ្អាប់ទុកចោលអញ្ចឹងគឺក្លិនឆ្អាបអត់មានទេហើយជាពិសេសសាច់ត្រីនឹងវាជ្រាបជាមួយនឹងគ្រឿងបុកនឹងបានល្អទៀតគឺក្លិនឈ្ងុយណាបងប្អូនចំពោះការផ្អាប់របស់ខ្ញុំទុកចោល10នាទីងាកកលេចមកមើលការធ្វើរបស់ខ្ញុំជាបន្តទៀតដាក់ប្រេងឲ្យក្តៅថែមម្ទេសឆ្អើរចូលកន្លះស្លាបព្រាបាយប្រហុកសាច់1ស្លាបព្រាបាយកូរគ្រឿងទាំងអស់នេះមើលថាប្រហុកនេះវាចេះក្លិនឈ្ងុយហើយគឺខ្ញុំចាប់ផ្ដើមដាក់គ្រឿងបុកនឹងចូលតាមក្រោយទៀតស្លឹកក្រូចគឺខ្ញុំដាក់រៀងច្រើនបងប្អូនពេលដែលយើងដាក់ស្លឹកក្រូចច្រើនអញ្ចឹងក៏វាជួយបង្កើនក្លិនឈ្ងុយដែរបន្ទាប់ពីខ្ញុំកូរគ្រឿងទាំងអស់នេះមើលថាវាចូលសព្វជាមួយនឹងក្លិនផុកឈ្ងុយហើយចាប់ផ្ដើមដាក់សាច់ត្រីដែលយើងប្រឡាក់ផ្អាប់មិញហ្នឹងចាក់ចូលហ្នឹងយើងកុំឲ្យកូរសាច់ត្រីខ្លាំងណាដោយសារតែសាច់ត្រីពោវាងាយឆាប់នឹងបាយសាច់ទឹកអំពិលទុំខ្ញុំដាក់ចូលចំនួន2ស្លាបព្រាបាយរួចហើយចាប់ផ្ដើមចាក់ទឹកចូលទៅស្លបរិមាណទឹកគឺយើងលៃលុបមកល្មមជាមួយនឹងសាច់ត្រីនិងបន្លែហ្មងទៅបងប្អូនចំពោះគ្រឿងទេសខ្ញុំប្រើដូចជាអំបិលប៊ីចេងម្សៅស៊ុបរីឯស្ករគឺខ្ញុំដាក់ស្ករត្នោតចូលចំពោះគ្រឿងក្រូចទាំងអស់នេះគឺខ្ញុំលៃមកល្មមសម្រាប់រសជាតិដែលខ្ញុំចូលចិត្តណាបន្ទាប់ពីខ្ញុំដាក់គ្រឿងក្រូចនេះចូលរួចហើយគឺខ្ញុំទុកឲ្យសាច់ត្រីនឹងវារៀងឆ្អិនបន្តិចសិនណាគឺយកត្រឹម 50% អីទៅបានហើយចាំយើងបង់បន្លែចូលតាមក្រោយទៀតទឹកសម្លគ្រាន់តែពុះភ្លាមបងប្អូនគឺក្លិនចេញមកឈ្ងុយខ្លាំងណាស់ដោយសារតែគ្រឿងបុកហ្នឹងគឺខ្ញុំដាក់ខ្ទឹមសរៀងច្រើនហើយជាពិសេសសាច់ត្រីហ្នឹងក៏អញ្ចឹងទៀតពេលដែលយើងប្រឡាក់ជាមួយនឹងគ្រឿងអញ្ចឹងហើយយកមកស្លបងប្អូនក្លិនឆ្អាបគឺអត់មានសោះហ្មងជាពិសេសក្លិនហ្នឹងគឺឈ្ងុយខ្លាំងណាស់ស្លអំជូរគ្រឿងសាច់ត្រីនេះគឺយើងស្លលឿនជាងគេបងប្អូនដោយសារតែត្រីពោគឺវាងាយឆាប់នឹងឆ្អិនណាដួសស្រួលហ្នឹងក៏អាចបាច់សាច់ត្រីដែរអញ្ចឹងយើងដួសអីរៀងថ្នមដៃបន្តិចទៅចំពោះការស្លរបស់ខ្ញុំនេះប្រើពេលត្រឹមតែ15នាទីអីទេគឺស្លបានញ៉ាំក្តៅៗភ្លាមៗហើយទឹកសម្លហត់មកឡើងមានជាតិហើយបងតកូនចូលគឺខ្ញុំទុកឲ្យរៀងឆ្អិនមិនតិចរួចខ្ញុំដាក់ស្លឹកម្រះព្រៅចូលតាមក្រោយពេលដែលដាក់ស្លឹកម្រះព្រៅចូលហ្នឹងគឺខ្ញុំទុកត្រឹមតែម៉ាំពុះខ្ញុំផ្លុតភ្លើងឲ្យបងប្អូនស្លអំជូរគ្រឿងចង់ឲ្យឆ្ងាញ់កុំស្លលបទឹកអីបងប្អូនស្លបែបនេះខាប់ដូចខ្ញុំអញ្ចឹងបានមានជាតិឆ្ងាញ់ហើយគូផ្សំនឹងគ្រឿងបុកបែបរៀងថ្មីអញ្ចឹងទៀតធ្វើឲ្យទឹកស្លរបស់យើងកាន់តែឈ្ងុយចំពោះការស្លអំជូរគ្រឿងជាមួយនឹងត្រីពោចង់ឲ្យឆ្ងាញ់អត់មានក្លិនឆ្អាបបងប្អូនកុំភ្លេចសាកធ្វើតាមវិធីដែលខ្ញុំប្រាប់នៅដើមវីដេអូហ្នឹងអញ្ចឹងគឺយើងប្រឡាក់គ្រឿងបុកហ្នឹងជាមួយនឹងសាច់ត្រីមុននឹងយកមកស្លពេលដែលយើងស្លចេញមកសាច់ត្រីរបស់យើងវាជ្រាបជាមួយនឹងគ្រឿងបុកញ៉ាំទៅសាច់ត្រីឡើងឆ្ងាញ់ហ្មងនិយាយមែនណាមួយមុខហ្នឹងកុំភ្លេចទឹកត្រីញ៉ាំម្ទេសដាក់ចិត្តហ្នឹងផងណា